vì bị than ở tiếng ngợp mưa ngày ra đa toàn tê toànแต่มาดอลตึกใดโกบานี้เติมมือngày ra toànហើយគ្នាយើងណាខ្លះដែលកំពុងតែមាន plan ទៅលេងសៀមរាបអង្គរសង្ក្រានឆ្នាំនេះឬថាគេរៀបចំធំខ្លាំងខ្ញុំដូចជានឹករសជាតិអង្គរសង្ក្រាននឹងដល់ហើយខកខានយូរមែនតើឥឡូវត្រឡប់មកវិញហើយចឹងខ្ញុំគិតថាកុំឲ្យព្រឹត្តិការណ៍ដ៏ធំនេះរំលងផុតទៅអីនេះអត់បានទៅលេងដឹងតែស្ដាយក្រោយហើយបើអ្នកកំពុងតែមាន plan ទៅលេងអង្គរសង្ក្រានឆ្នាំនេះមើលវីដេអូនេះត្រូវហើយខ្ញុំនឹងចែករំលែកបទពិសោធន៍កន្លែងជួលម៉ូតូខ្ជូតបែបនេះទុកជិះដើរលេងក៏ដូចជាសម្រាប់អ្នកចង់កក់រថយន្តពីភ្នំពេញមកសៀមរាបនេះលេងដោយទទួលបាននៅតម្លៃពិសេសក៏ដូចជាមានការ discount ផងដែរគ្នាយើងទៅសៀមរាបលើកនេះខ្ញុំប្រើការកក់ឡានតាមរយៈ app Book Me Bus ហើយអ្វីដែលពិសេសនោះនៅពេលដែលគ្នាយើងធ្វើការទូទាត់តាមរយៈគ្រប់ប្រភេទ Visa ការរបស់ Aeon គ្នាយើងនឹងទទួលបាននៃការបញ្ចុះតម្លៃពិសេសផងដែរអញ្ចឹងដោយគ្រាន់តែគ្នាយើង apply ប្រម៉ូទកូដ Aeon 30% បែបនេះមកគ្នាយើងនឹងទទួលបាននៃការបញ្ចុះតម្លៃ 30% ពី Aeon Visa កាតផងដែរគ្នាយើងអញ្ចឹងវាផ្ដល់នូវភាពងាយស្រួលក៏ដូចជាចំណេញមែនតើនៅពេលដែលគ្នាយើងធ្វើការកក់តាមរយៈ app Book Me Bus នេះផ្ទាល់ថ្ងៃនេះខ្ញុំជិះ e-booking គ្នាយើងជាប្រភេទឡានដេកយប់អញ្ចឹងខ្ញុំជិះគេងពេលយប់ជិះពេលព្រឹកឡើងភ្លឺឡើងដល់នៅសៀមរាបតែម្ដងងាយស្រួលមែនតើហើយហៅតុកអីមកដើម្បីជិះទៅមើលថ្ងៃរះនៅអង្គរព្រោះថាបើសិនជាទៅពេលថ្ងៃឬក៏ថាដេកចាំមើលថ្ងៃរះនៅអង្គរគឺមិនដែលបានទៅមើលទេទោះតាងើបទៅពីយប់បែបនេះទៅព្រលឹមឡើងបានទៅមើលថ្ងៃរះនៅអង្គរហើយខ្ញុំចូលចិត្តមែនតើណាពេលមកពេលព្រលឹមបែបនេះអត់ទាន់មានពលឺថ្ងៃរះទេគឺមានពលឺដែលវាចាំងមកបែបនេះស្រស់ស្អាតមែនតើខ្ញុំបែបថាខ្ញុំចូលចិត្ត view ទស្សនវិជ្ជាពេលព្រឹកបែបនេះខ្លាំងមែនតើខែនេះនៅពេលដែលយើងមកពីពេលព្រឹកព្រលឹមបែបនេះយើងអាចមើលឃើញទស្សនវិជ្ជា wow beautiful ស្រស់ស្អាតផងហើយដូចដែលគ្នាយើងបានឃើញអញ្ចឹងទស្សនវិជ្ជាពេលព្រឹកបែបនេះមុនថ្ងៃរះក៏ស្អាតពេលដែលថ្ងៃរះមកគឺរឹតតែស្អាតទៀតហើយគ្នាយើងដែលទៅលេងសៀមរាបអីបើអត់បានទៅមើលថ្ងៃរះនៅអង្គរដឹងតែស្ដាយតែម្ដងព្រោះដោយសារតែអានេះគឺជាអីមួយដែលយើងមិនគួររំលងមើលថ្ងៃរះនៅអង្គរហ្នឹងហើយបើថាងើបទៅមើលថ្ងៃរះអត់តាន់ទេគឺជិះឡានដេកយប់ដូចខ្ញុំនេះទៅស្រួលភ្លឺឡើងយើងអាចទៅមើលថ្ងៃរះបានតែម្ដងអញ្ចឹងបន្ទាប់ពីមើលថ្ងៃរះអីអស់ចិត្តហើយខ្ញុំក៏ទៅ check in នៅតែហើយដោយសារតែខ្ញុំប្រាប់គេថាខ្ញុំមកដល់ព្រឹកអញ្ចឹងយើងសុំ check in នឹងលឿនអញ្ចឹងងាយស្រួលខ្ញុំយកអីវ៉ាន់ទៅទុកហើយបណ្ដើបន្តទៀតហើយកន្លែងដែលខ្ញុំគេងនេះដែរមានឈ្មោះថា Sky Park Condo and Residence គ្នាយើងហើយកន្លែងបន្ទប់ដែលខ្ញុំគេងនេះដែរជាប្រភេទ condo មាន2បន្ទប់គេងហើយនៅទីនេះងាយស្រួលមែនតើសម្រាប់អ្នកចង់មកគ្នាច្រើនអីអាចគេងជុំគ្នាអីងាយស្រួលមែនតើហើយមានបន្ទប់ផ្ទះបាយមានអីមានអាងហែលទឹកអីមកសពតែម្ដងនៅទីនេះអញ្ចឹងបន្ទាប់ពីនឹងហើយខ្ញុំក៏មកជួលម៉ូតូ Vespa ដែលជាម៉ូតូអគុយបែបនេះដើម្បីជិះទៅដើរលេងអញ្ចឹងណាក៏ដូចជាជិះទុកថតរូបអីដែរដោយសារតែម៉ូតូនេះគឺថាវាខ្ជូតខ្លាំងហើយយើងជួលមួយថ្ងៃគេគិត$15គ្នាយើងជាប្រភេទម៉ូតូអគុយអញ្ចឹងហើយចំពោះការចំណាយថ្លៃជួលម៉ូតូនេះដែរខ្ញុំបានប្រើប្រាស់ការទូទាត់តាម Visa Card របស់ Aeon ដែលងាយស្រួលមែនតើគ្រាន់តែយើង tap in បែបនេះមកយើងអាចធ្វើការទូទាត់ការចំណាយបានហើយអញ្ចឹងបន្ទាប់ពីជួលម៉ូតូហើយក៏ជិះលុកលុយហូបកាហ្វេអីផឹកសិនមុននឹងយើងទៅកន្លែងបន្ទាប់ទៀតអញ្ចឹងណាហើយកាហ្វេដែលខ្ញុំតែងតែមកហ្នឹងគឺកាំមើហ្នឹងហើយគ្នាយើងអញ្ចឹងបន្ទាប់ពីហ្នឹងក៏ជិះម៉ូតូដល់ខ្ជូតរបស់យើងមកដើរលេងតាមផ្លូវអង្គរលេងក៏ដូចជាថតរូបថតអីលេងដូចតាមតែធម្មតាដែលខ្ញុំធ្លាប់ទៅរាល់ដងអញ្ចឹងណាគ្រាន់ថាលើកនេះយើងជួលម៉ូតូបែបខ្ជូតបែបនេះមកបានថតរូបបន្ថែមរសជាតិកាន់តែស្អាតផងដែរខ្ញុំរីកមិនសម្រាប់គ្នាយើងចង់រកម៉ូតូខ្ជូតអីជិះទៅថតរូបនៅអង្គរអាចមើល Vespa អគុយនេះបានដោយសារតែនិយាយទៅរូបរាងវាក៏ខ្ជូតហើយវាស៊ីជាមួយនឹងបរិយាកាសនៅតាមផ្លូវអង្គរបែបនេះមែនតើហើយលឿនវាអីគួរសមនិយាយទៅជិះមកល្មមឈៀលនៅអង្គរបានអីចឹងហើយកុំភ័យថាខ្លាចជិះអត់បានឆ្ងាយអីគឺខ្ញុំជិះដល់បដាហូទិញកៅទិញអីញ៉ាំបានទេគ្នាយើងនិយាយទៅបើជិះអស់អគុយអីយើងអាចយកទៅឲ្យគេដូរអគុយឲ្យយើងបានគេអត់គិតលុយទេហើយសบายឈៀលជិះម៉ូតូបែបនេះបើយើងមានគ្នាច្រើនអីកាន់តែសบายទៀតចឹងខ្ញុំរីកមិនឲ្យគ្នាយើងសាកល្បងទៅជួលម៉ូតូអគុយនេះជិះជុំវិញអង្គរលេងបានហើយសៀមរាបមកជើងនេះគឺថាស្អាតមែនតើប្លែកគេមានរៀបចំសម្រាប់ទទួលព្រឹត្តិការណ៍អង្គរសង្ក្រានសម្រាប់ឆ្នាំនេះចឹងណាហើយគេរៀបចំហើយសឹងតែ60ទៅ70%អីពេលថ្ងៃដែលខ្ញុំទៅហ្នឹងនិយាយទៅគ្រាន់តែឃើញហើយគឺថាมันអាចរងចាំបានតែម្ដងដោយសារតែមានអារម្មណ៍ថាខកខានព្រឹត្តិការណ៍អង្គរសង្ក្រានហ្នឹងយូរមែនតើហើយឥឡូវត្រឡប់មកវិញហើយជាមួយនឹងការរៀបចំធំជាងមុនបែបនេះទៀតអូសប្បាយមិនទៅឆ្នាំនេះនៅសៀមរាបចឹងគ្នាយើងគួរតែរៀប plan រៀបអីឲ្យច្បាស់លាស់ទៅលេងសៀមរាបទៅឆ្នាំនេះហ៎ព្រោះដោយសារតែ
គេរៀបចំធំមែនតើនៃសម្រាប់ទទួលអ្នកទៅលេងហើយចំពោះអ្នកដែលមាន plan ទៅលេងសៀមរាបអីក្នុងឆ្នាំនេះគួរតែ check មើលកន្លែងគេងឬក៏កក់ឡានអីទុកមុនទៅហើយទៅប្រយ័ត្នដល់ថ្ងៃជាក់ស្ដែងទៅអត់មានកន្លែងគេងអត់មានកន្លែងឡានអីជិះយើងកក់ទុកមុនទៅហើយទៅប្រយ័ត្នតែដល់ថ្ងៃកក់អត់ទាន់គេគ្នាយើងហើយបើសិនជាគ្នាយើងកក់រថយន្តជិះតាមរយៈ Airbook Member ហើយធ្វើការចំណាយតាមរយៈ Visa Card របស់ Eon អ្នកទាំងអស់គ្នានឹងទទួលបានការបញ្ចុះតម្លៃពិសេសផងដែរអញ្ចឹងសម្រាប់ព័ត៌មានលម្អិតអីផ្សេងៗខ្ញុំនឹងដាក់នៅក្នុង comment ហើយសម្រាប់ងាយយើងងាយស្រួលអញ្ចឹងណាហើយវីដេអូខ្ញុំគឺថាមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ